ថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងត្រីក្រហមចំហុយក្រូចឆ្មាចំណាយតិចហើយរសជាតិឆ្ងាញ់ប្លែកមាត់ហ្មងតោះទៅមើលពីវិធីធ្វើទាំងអស់គ្នាជាដំបូងខ្ញុំលាងត្រីឲ្យបានស្អាតនិងទុកក្នុងកញ្ច្រាំងឲ្យស្រស់ទឹកបន្ទាប់មកខ្ញុំយកត្រីមកឆូតសាច់ត្រីកាលណាដែលយើងឆូតបែបនេះនៅពេលដែលយើងចំហុយទៅសាច់ត្រីរបស់យើងឆ្អិនល្អហើយនឹងចូលជាតិបានល្អគល់ស្លឹកគ្រៃខ្ញុំយកមកដោមបែបនេះដើម្បីដាក់ក្រាលនៅពីក្រោមត្រីខ្ញុំបន្ថែមជាមួយនឹងស្លឹកក្រូចសើចនិងញាត់គល់ខ្ទឹមចូលទៅក្នុងពោះត្រីធ្វើបែបនេះដើម្បីឲ្យត្រីមានក្លិនឈ្ងុយនិងកាត់បន្ថយភាពឆ្អាបខ្ញុំដាក់ចំហុយត្រីរយៈពេល20នាទីកំឡុងពេលរង់ចាំខ្ញុំមកធ្វើទឹកសោសដើម្បីទុកស្រោចពីលើត្រីម្ទេសខ្ញុំហាន់ហើយទើបយកទៅបុកលាយជាមួយនឹងខ្ទឹមសខ្ញុំហាន់ម្ទេសហើយទើបយកទៅបុកបែបនេះដើម្បីងាយស្រួលក្នុងការបុកឆាប់ម៉ត់បានលឿនបុកខ្ទឹមសនិងម្ទេសចូលគ្នារួចហើយដួសដាក់ចានដាក់ទឹកត្រីមួយកូនវែកតូចស្ករស1ចុងស្លាបព្រាបាយប៊ីចេងកន្លះចុងស្លាបព្រាបាយនិងបន្ថែមជាមួយនឹងម្សៅស៊ុប1ចុងស្លាបព្រាបាយកូរទឹកសោសរបស់យើងឲ្យសព្វចូលគ្នាបែបនេះរួចទឹកមួយឡែកឥឡូវនេះឃើញថាត្រីរបស់យើងបានឆ្អិនល្មមហើយខ្ញុំធ្វើការដកជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចចេញបន្ទាប់មករៀបបន្លែរបស់យើងចូលនិងចាក់ទឹកសោសស្រោចពីលើត្រីបន្ទាប់ពីរៀបបន្លែចូលនិងចាក់ទឹកសោសហើយខ្ញុំដាក់ចូលទៅចំហុយក្នុងឆ្នាំងវិញរយៈពេល5នាទីបន្ទាប់ពី5នាទីក្រោយឃើញថាត្រីនិងបន្លែរបស់យើងបានឆ្អិនល្អហើយនេះជាវីដេអូទី2នៃការធ្វើម្ហូបរបស់ខ្ញុំប្រសិនបើមានកំហុសខុសឆ្គងកន្លែងណាសូមបងប្អូនអធិស្ឋានអរគុណសម្រាប់ការទស្សនា